ប្រិមត្តម្នាក់គាត់សុំឲ្យអាដាមជួយពន្យល់ថាតើអ្វីទៅជាច្បាប់ភូមិបាលហើយច្បាប់ភូមិបាលគឺរកលំដាប់ទៅលើវិស័យណាខ្លះសូមអញ្ជើញអាដាមចា៎បាទច្បាប់ភូមិបាលដែលកម្ពុជាយើងមានដំបូងគេនៅឆ្នាំ1992ចា៎ហើយឆ្នាំ2001យើងបានធ្វើច្បាប់ភូមិបាលមួយបន្ថែមទៀតចា៎មិនដូរទេប៉ុន្តែបន្ថែមអញ្ចឹងច្បាប់ភូមិបាលមកដល់សប្តាហ៍យើងមាន2ប៉ុន្តែវាបំពេញឲ្យគ្នាយើងមិនអាចនិយាយថាច្បាប់ភូមិបាល92នឹងត្រូវបាននិរាករទាំងស្រុងដោយច្បាប់ភូមិបាល2001បច្ចុប្បន្នទេតើស្អីទៅជាច្បាប់ភូមិបាលច្បាប់ភូមិបាលកាលពីយើងមិនទាន់មានក្រមរដ្ឋប្រវេណីគោលដៅរបស់យើងនឹងយើងចង់ចែងនៅបទបញ្ញត្តិដើម្បីគ្រប់គ្រងសិទ្ធិប្រតិបត្តិលើអចលនវត្ថុប៉ុន្តែវាមិនមែនតែប៉ុណ្្នឹងទេចា៎ព្រោះដើម្បីគ្រប់គ្រងសិទ្ធិប្រតិបត្តិលើអចលនវត្ថុនេះយើងត្រូវការយន្តការរដ្ឋមួយយន្តការរដ្ឋនឹងដើម្បីធ្វើការគ្រប់គ្រងនោះយន្តការរដ្ឋនោះគឺរដ្ឋបាលសូដីនឹងឯងអញ្ចឹងក្រៅពីគោលការណ៍នៃសិទ្ធិប្រតិបត្តិដែលកំណត់នៅសិទ្ធិរបស់បុគ្គលម្នាក់ទៅលើវត្ថុដែលជាអចលនវត្ថុយើងក៏រៀបចំនៅយន្តការដើម្បីឲ្យរដ្ឋនេះជួយដល់ប្រជាពលរដ្ឋនៅក្នុងការគ្រប់គ្រងការពារសិទ្ធិរបស់ប្រជាពលរដ្ឋចា៎ចឹងហើយបានយើងតាក់តែងច្បាប់ភូមិបាលនេះតាំងពីឆ្នាំ1992មកដើម្បីអនុវត្តការសម្រេចចិត្តរបស់គណៈបកប្រជាជនកម្ពុជាកាលនោះនៅក្នុងការកែប្រែរបបសេដ្ឋកិច្ចផែនការទៅជារបបសេដ្ឋកិច្ចទីផ្សារនៅឆ្នាំ1989ដោយរដ្ឋសម្រេចចិត្តចាប់ផ្ដើមផ្ដល់ត្រឡប់មកវិញនៅកម្មសិទ្ធិឯកជនមកឲ្យប្រជាជននៅពេលនោះពីព្រោះមុនខែមេសាឆ្នាំ1989ដីទាំងអស់ត្រូវបានកំណត់ថាជារបស់រដ្ឋចា៎ដល់ឆ្នាំ1989រដ្ឋបានបកគោលត្រឡប់មកវិញនៅកម្មសិទ្ធិឯកជនដោយចាប់ផ្ដើមដំបូងពីដីលំនៅឋានបាទដោយកំណត់ថាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅកន្លែងណាគឺរដ្ឋផ្ដល់កម្មសិទ្ធិឲ្យតែម្ដងត្រឹម2000ម៉ែត្រកាឡាចុះក្រោមអញ្ចឹងដើម្បីគ្រប់គ្រងដីទាំងអស់ហ្នឹងតើត្រូវធ្វើម៉េចយើងត្រូវមានក្បួនខ្នាតត្រូវមានក្បួនខ្នាតថាយើងលក់ដូរអាម៉េចយើងផ្ទេរអាម៉េចយើងយកគេទៅប្រចាំអាម៉េចហ្នឹងយើងត្រូវសរសេរនៅក្នុងច្បាប់ពេលនោះហើយបានកើតមាននៅច្បាប់ភូមិបាលហើយយើងក៏ត្រូវឆ្ងល់ដែរថាអ្នកណាអ្នកធ្វើអាហ្នឹងអញ្ចឹងត្រូវរៀបចំនៅរដ្ឋបាលសូរិយដីហើយដល់ឆ្នាំ2001និយាយទៅថាក្រោយប្រជាណាចក្រកម្ពុជាប្រែក្លាយមកជាពីរបបសាធារណរដ្ឋមកជារបបប្រជាណាចក្រក្រោយការបោះឆ្នោតឆ្នាំ93រាជរដ្ឋាភិបាលក៏បង្កើតក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅឆ្នាំ1998ហើយក្រសួងនេះក៏បានដុតដៃដុតជើងរៀបចំធ្វើទំនើបកម្មក្នុងការគ្រប់គ្រងកម្មសិទ្ធិលើអចលនវត្ថុហ្នឹងដោយរៀបចំច្បាប់ភូមិបាលមួយថ្មីមួយទៀតដើម្បីឲ្យវាសមស្របជាមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ1993ចា៎ដែលជារដ្ឋធម្មនុញ្ញយើងអាចនិយាយថាជារដ្ឋធម្មនុញ្ញសម័យទំនើបដែលនៅរហូតដល់បច្ចុប្បន្នអញ្ចឹងយើងសរុបមកវិញថាច្បាប់ភូមិបាលហ្នឹងវាកំណត់នៅបទបញ្ញត្តិដែលគ្រប់គ្រងសិទ្ធិប្រតិបត្តិលើអចលនវត្ថុផងវាកំណត់នៅរបៀបរបបគ្រប់គ្រងលើសិទ្ធិនឹងផងដែលវាជាការងាររបស់រដ្ឋចា៎វាប្រៀបធៀបដូចជាច្បាប់មួយដែលមានលក្ខណៈចម្រុះជាច្បាប់ឯកជនផងជាច្បាប់សាធារណៈផងបាទប៉ុន្តែរដ្ឋមិនឈប់ត្រឹមនឹងទេរដ្ឋត្រូវចាត់ចែងបន្តការងារផ្ទេរឬក៏បកគល
ឬក៏កាត់ឬក៏ធ្វើអំណោយដីរបស់រដ្ឋដែលមានច្រើននៅសល់ច្រើននោះឲ្យទៅប្រជាពលរដ្ឋជាបដារហូតមកដោយសារយើងគិតថាប្រជាពលរដ្ឋចេះតែកើនប៉ុន្តែដីអត់កើនទេដីរបស់គាត់ដែលកាន់កាប់អត់កើនទេអញ្ចឹងរដ្ឋត្រូវដាក់កម្មវិធីមួយបែងចែកដីរបស់រដ្ឋទៅជូនប្រជាពលរដ្ឋដែលត្រូវការអញ្ចឹងក្នុងច្បាប់ហ្នឹងក៏មានកំណត់នៅយន្តការមួយដែលគេហៅថាសម្បទានដីសង្គមគិច្ចនិងសម្បទានដីសេដ្ឋកិច្ចសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ដីបាទហ្នឹងគឺច្បាប់ភូមិបាល